សួស្តីអ្នកទាំងអស់គ្នាចូលជាមួយនឹង MNC មកនៅចប់គីសម្ដីមកលេចកាយម្ដងទៀតនៅរឿងសភ័យចម្លែកភាព7ជាបន្តតែពីចុងភាគមុនយើងក៏បានដឹងហើយថា Ambassador ទាំង4នាក់ហ្នឹងគឺជាអង្គសង្តែដែលធ្វើឲ្យធាវហើយនឹងអាងគឺមានការស្រឡាញ់កាំងជាខ្លាំងតែម្ដងលុះដល់ពេលទ្រាំមិនបានពួកគេទាំងពីរនាក់ក៏បានដើរចេញពីទីនោះតែធាវទទួលយកមិនបានទេដល់ពេលឃើញអញ្ចឹងនោះរឿងវាអញ្ចឹងទៅហើយដល់ពេលអញ្ចឹងអាក់ទៅមានការឆ្ងល់បណ្ដោយថាពីណាគេហ្នឹងគឺជាអង្គសង្តែឲ្យបកកឥឡូវសម្រាប់ថាអង្គសង្តែហ្នឹងមានប៉ុន្មានហើយធាវក៏បានបញ្ជាក់ទៅថាអង្គសង្តែគឺមានតែមួយទេហើយ3នាក់ទៀតដឹងតែប្រឡំខ្លួនហ្មងប៉ុន្តែគេនឹងមិនដឹងមូលហេតុអ្វីឡើយហេតុអ្វីបានជា3នាក់ទៀតក្នុងចំណោមមួយនឹងមកបន្លំខ្លួនដូច្នេះសាច់រឿងក៏កាត់បង្ហាញពេលអាក់នឹងជួបជាមួយនឹងអ៊ីនេះវិញអ៊ីម្នាក់នោះផងដែរអេដមីនអត់ដឹងថាអ៊ីម្នាក់នោះមានតួនាទីអីទេគឺជាអ៊ីអនាម័យឬក៏គឺជាអ្នកគ្រូនៅក្នុងសាលាមួយនឹងបានឲ្យអាក់នឹងបកអាក្រាស់ដៃអាក់នឹងបាត់លើកមុនទៅហើយគាត់ក៏បានលោដែរថាអ្នកបាត់ហ្នឹងគិតតែពិបត្តិមិនគិតអ្នកបកនៅតាមក្រោយទេនៅពេលនោះផងដែរគឺវ៉ាយូនឹងក៏នៅចិត្តអាក់ដែរដល់ពេលអញ្ចឹងហើយអាក់ហ្នឹងក៏សួរវ៉ាយូត្រង់តែម្ដងបងគឺជាអង្គចង់តែមិនក៏អីព្រោះខ្ញុំឃើញបងឯងហើយជាមួយនឹងធាវហ្នឹងគឺមានអត្តចរិតហ្នឹងខុសគ្នាមែនតើដូចមិនជាត្រូវគ្នាជាមួយនឹងអង្គចង់តែអីដូចនៅក្នុងសភៅហ្នឹងទេខ្ញុំគិតថាបងឯងហ្នឹងប្រឡំខ្លួនបែបហ្នឹងដើម្បីលេងសើចជាមួយនឹងធាវជាងរួចវ៉ាយូហ្នឹងក៏បានតបបងមិនបានលេងសើចទេបងគឺជាអង្គចង់តែពិតមែនតែរឿងក៏បានកាត់មកដល់ធាវវិញហើយអាក់ហ្នឹងក៏បានសារមកបញ្ជាក់ប្រាប់ដែរថាกระดาษហ្នឹងគឺគេបកចាញ់អស់ហើយអញ្ចឹងធាវគឺមិនបានជេរគេបន្តទៀតទេបន្តមកធាវហ្នឹងក៏បាននិយាយប្រាប់ពីគម្រោងអ្វីដែលគេនឹងធ្វើនៅសាលាប្រាប់ទៅកាន់ម៉ាក់ប៉ារបស់ខ្លួនប៉ារបស់ធាវក៏មិនជំទាស់ជាមួយនឹងគំនិតរបស់ធាវដែរប៉ុន្តែគាត់ក៏បានសួរកូនមកវិញថាកូននឹងអាចនឹងហត់នឿយឬក៏អត់ទេហើយគាត់គឺមិនបានបំបាក់ទឹកចិត្តរបស់ធាវដែរហើយគាត់នឹងក៏បានណែនាំទៅកាន់កូនថាសម័យឥឡូវគឺគេប្រើបណ្ដាញសង្គមហើយបែបលក្ខណៈថាគេប្រើទូរស័ព្ទហើយអីអញ្ចឹងណាសម្រាប់សភៅហ្នឹងគឺគេមិនសូវមានអ្នកអានទេពេលលឺអញ្ចឹងហើយក៏មកអង្គុយសិននៅបន្ទប់ម្នាក់ឯងតែធាវនៅពេលហ្នឹងគេក៏មិននៅស្ងៀមឯណាគេក៏បានពន្យល់ប្រាប់ថារវាងសភៅហើយនឹងទូរស័ព្ទគឺវាខុសគ្នារវាងទូរស័ព្ទហើយនឹងសភៅអេដមីនសុំជ្រើសរើសទូរស័ព្ទចោលព្រោះអេដមីនណាស្រឡាញ់ទូរស័ព្ទខ្លាំងមែនតើប៉ុន្តែបើសិនជាមានទូរស័ព្ទហើយអត់សភៅនោះក៏មិនកើតដែរព្រោះអេដមីនណាស្រឡាញ់ក្នុងការអានបន្លំលោកនៅលើសភៅខ្លាំងយកតែមែនតើតែម្ដងអញ្ចឹងបើទោះបីជាមានទូរស័ព្ទក៏អេដមីនក៏មិនចោលសភៅដែរអូចុះអ្នកដែលស្ដាប់នឹងចូលចិត្តសភៅឬក៏ចូលចិត្តទូរស័ព្ទដែរកុំភ្លេច comment ឲ្យ admin ដឹងផងណោះតាមពិតសភៅហើយនឹងទូរស័ព្ទគឺមានមុខងារខុសៗគ្នាហើយបើសិនជាប្រៀបធៀបចូលគ្នាគឺថាប្រៀបធៀបមិនដឹងប្រៀបធៀបធ្វើអីផងមកវាខុសគ្នាហ្នឹងបន្ទាប់មកធាវនឹងក៏បានខំរកអាក់ដល់ធាវនឹងក៏បានសួរនាំថាអាក់នឹងមកដល់បន្ទប់វិញហើយនៅរួចអាក់នឹងក៏បានឆ្លើយតបថាគេមកដល់ហើយតើដែលហេតុតែផ្ទះរបស់គេហ្នឹងគឺនៅជិតគ្នាដល់ពេលអញ្ចឹងគឺមើលតាមប្អូនក៏មើលឃើញដែរលុះបន្ទាប់ពីអាក់នឹងបានឃើញធាវនឹងនៅបន្ទប់ហើយអាក់នឹងក៏បានសួរនាំទៅធាវមិនក៏បន្ទប់ងឹតចឹងអត់បើកភ្លើងទេហើយឯងនឹងចង់ធ្វើអីគេឬក៏ចង់មើលរឿងអាភិធាវបន្ទាប់ពីលើកដូច្នេះគេក៏មិនបានតបអ្វីដែរហើយគេក៏មិនបានសើចជាមួយដែរព្រោះតែគេពេលហ្នឹងកំពុងតែពិបាកចិត្តលុះបន្ទាប់មកទៀតសាច់រឿងក៏កាត់មកដល់ធាវហ្នឹងកំពុងតែដល់អាក់ដែលមានអាក់ណាធ្វើជាអ្នករងកន្លែងហ្នឹងប្រហែលជាផ្ទះរបស់ធាវពួកមិននៅផ្ទះធាវហ្នឹងគឺធាវមានសម្ភារៈសម្រាប់ដាល់ហ្នឹងធាវក៏កំពុងតែចេញកំហឹងព្រោះតែធាវហ្នឹងកំពុងតែសែនរឿងប៉ារបស់គេដូចជាមិនសូវទុកចិត្តគេមិនទេលឿនចឹងហើយអាក់ហ្នឹងក៏បានលើកទៅចាត់ធាវទៅថាគម្រោងរបស់ធាវហ្នឹងគឺវាពិបាកនឹងអាចទៅរួចពេករបៀបថាពិបាកជាមួយនឹងលទ្ធផលដែលអាចទៅរួចអញ្ចឹងណាតែបើសិនជាគម្រោងរបស់ធាវនឹងជោគជ័យនោះចាប់ពីពេលនោះតទៅគឺអាក់លែងហៅធាវនឹងខ្លាចជាប្អូនធាវទៀតហើយណ៎គេចប់ហៅប្អូនធាវណាមិនដែរខ្លាចអត់បើប្អូនធាវខ្លាចនឹងអាចប្រាប់គេបានដល់ធាវនឹងខ្លាញ់ជាមួយនឹងអាក់ពេគេនឹងក៏បានដេញវាយអាក់តែម្ដងលោកពេលដែលអាក់នឹងបានមកដល់បន្ទប់គេវិញហើយបងសុកចិត្តទ្រាំឈើបើសិនជាអូននឹងវាយបងហើយអូនស្វាយចិត្តបន្ទាប់ពីគេបានឃើញអាបិទយុទ្ធហត្ថអាធាវនឹងឲ្យខ្លួនអាក់នឹងក៏បាននិយាយឡើងយើងដឹងថាឯងណាធ្វើបានស្រាប់ឲ្យធាវព្រោះនៅមកគេនឹងមិននិយាយល្អៗអញ្ចឹងទៅដល់ពេលមកគេនឹងមិនចេះលើកទៅចាត់គេអីទេមានតែទៅថែមទៀតបើនិយាយល្អៗអញ្ចឹងទៅគេក៏ចង់ស្ដាប់ដែរការមកដល់ថ្ងៃថ្មីបេសកកម្មដែលរកអង្គសង្តែនឹងក៏បានកាត់ឡើងផងដែរដោយអាក់នឹងមានកំណត់ថ្មីគេថាដើម្បីរកអង្គសង្តែនោះគាត់នឹងយកអក្សរអ្នកទាំង4អ្នកនឹងមកផ្ទៀងជាមួយនឹងអង្គសង្តែនឹងទៅបើសិនជាដូចពីណាគេដូចខ្លាំងជាងគេអ្នកនឹងឯងអង្គសង្តែតែសម្រាប់បេសកកម្មដែលយកអក្សរនោះផងដែរគឺគេនឹងមិនបានប្រាប់ត្រង់ទេដោយអ្នកទាំងពីរនឹងហៅអ្នកទាំង4មកគឺមានអំណងតាក់ទងជាមួយនឹងរឿងតាំងពីភ័ស្តុភៅនិយាយរឿងតាំងពីភ័ស្តុភៅចឹងទៅកុំឲ្យគេសង្ស័យទៅដូច្នេះហើយធាវនឹងក៏បានចែកការងារឲ្យ Ambassador ទាំង4អ្នកនឹងធាវគេមានបំណងចង់ឲ្យអ្នកទាំង4នាក់ហ្នឹងគឺជួយណែនាំសភៅក្នុងការងារមួយហ្នឹងបើសិនជាអ្នកទាំង4ហ្នឹងលើកពីការណែនាំសភៅក្នុងការអានដូច្នេះនឹងមានការចាប់អារម្មណ៍បានច្រើនហើយគាត់តែធាវហ្នឹងនិយាយបានប៉ុណ្ណឹងវាយូហ្នឹងក៏សុំចេញទៅផ្លែនដោយវាយូហ្នឹងគេមានការរវល់ជាប់ជាមួយនឹងការលេងបាល់គេដល់ចេញធ្វើបង្ងើយហាក់ដូចជាមិនចង់ខ្វល់ជាមួយនឹងធាវស្បីតែបន្តិចត្មងដល់ពេលអញ្ចឹងអត់មានគាត់ថាវាយូហ្នឹងមិនមែនជាអង្គឆង់តែគឺខុសឆ្លាស់ជាមួយនឹងអង្គឆង់តែហ្នឹងមែនតើ
ព្រោះតែអង្គចង់តែគឺគេរស់រាយរាក់ទាក់ដល់ពេលវាយុវិញគឺខុសគ្នាជាមួយនឹងអង្គចង់តែនឹងខ្លាំងតែម្ដងដោយអាចនឹងគិតមែនតាថាវាយុបន្លំខ្លួនធ្វើជាអង្គចង់តែណាដើម្បីធ្វើបាបលេងសើចជាមួយនឹងធាវតែប៉ុណ្ណោះលោកបន្តមកទៀតអ្នកទាំងអស់គ្នានឹងក៏បានមកជួយកាត់គ្នាដោយបារ៉ាកេតានឹងក៏បានផ្ដល់កំណត់ចាំបងហើយជួយតែងភ្លេងថ្មីឲ្យចឹងតើអេដមីនសុំហៅបារ៉ាកេតាហ្នឹងគឺជាបារ៉ាកេតាណាអេដមីនអត់សុំហៅឈ្មោះទេដោយសារពីឈ្មោះហ្នឹងវាច្រើនពេកអញ្ចឹងហើយអាចនឹងធ្វើឲ្យអ្នកទាំងអស់គ្នាមានការយល់ច្រឡំណាមួយអេដមីនស្នាប់ជាមួយនឹងបារ៉ាកេតាហ្នឹងស្រាប់ធ្លាប់តែហៅបារ៉ាកេតាអីចឹងទៅអញ្ចឹងអេដមីនសុំហៅបារ៉ាកេតាជាបន្តទៀតណាដល់ពេលណាធីវិញណាធីក៏មានជំនាញក្នុងការគូររូបរួចធាវនេះក៏បានអរគុណទៅបងទាំងអស់គ្នាតែម្ដងដែលជួយសហការឥឡូវបន្ទាប់ពីបាន3នាក់ហើយអាចនឹងធាវនេះក៏បានមកគិតគ្នាម្ដងទៀតហើយបើសិនជាបងវាយុនឹងចាញ់ទៅហើយនៅសល់តែ3នាក់ហ្នឹងឬធាវនឹងលោកអញ្ចឹងអាចនឹងក៏បានប្រាប់ថាមិនម៉ែហ្នឹងគឺយកឲ្យបាន3សិនទៅមួយនឹងចាំពេលក្រោយក៏បានដែរឥឡូវបេសកកម្មនៅក្នុងការរកអង្គឆាំងតែគឺចាប់ដើម Let's go ដោយមុនដំបូងហ្នឹងគឺអាចមានការកម្មង់ជាមួយនឹងអាហារព្រោះតែពេលហ្នឹងគឺថ្ងៃត្រង់ហើយដូច្នេះហើយគឺអាចហ្នឹងគឺចង់កម្មង់អាហារឲ្យបងអញ្ចឹងសូមគោរពអញ្ជើញបងហ្នឹងទៅសេក្តារកម្មង់នៅក្នុងក្តារហ្នឹងមកដើម្បីឲ្យគេងាយស្រួលក្នុងការទិញមកប៉ុន្តែតែសេអក្សរនៅលើក្តារកម្មង់ហ្នឹងគឺមិនបាន3នាក់ទេគឺបានតែមួយហ្នឹងឯងដោយសារតែភូផាហ្នឹងគឺបានសរសេររួចអ្នកទាំងពីរហ្នឹងក៏បានយល់ស្របតាមលើវាថាកម្មង់តាមភូផាទាំងអស់តែម្ដងដល់ពេលអញ្ចឹងហើយអក្សរគឺបានតែភូផាតែម្នាក់ទេដល់ពេលអញ្ចឹងហើយធាវក៏មានការចំអន់ជាមួយនឹងអាព្រោះតែផែនការរបស់អាគឺបានរលាយខ្សលតែម្ដងប៉ុន្តែមាននរណាសំខាន់ណាស់បានបងភូផាម្នាក់ដែរតើដល់ពេលអញ្ចឹងហើយអ្នកទាំងពីរហ្នឹងក៏បានមកផ្ទៀងអក្សរជាមួយនឹងគ្នាទៅខំផ្ទៀងចុះផ្ទៀងឡើងចុងក្រោយទៅគឺមិនដូចជាមួយនឹងអង្គឆុងតេហ្នឹងទេអញ្ចឹងមានន័យថាភូផាហ្នឹងមិនមែនជាអង្គឆុងតេឡើយឥឡូវយើងមកមើលអក្សរណាធីម្ដងគឺធាវបានទៅសុំណាធីមើលអក្សរផ្ទាល់តែម្ដងដោយសារតាណាធីពេលហ្នឹងគឺកំពុងតគូរូស្រាប់ហើយបើតាមមើលទៅជាមួយនឹងអក្សរណាធីហ្នឹងដូចជាអញញ៉ៃដល់ហើយដល់ពេលអញ្ចឹងពួកគេមិនច្បាស់ឡើយថាណាធីហ្នឹងគឺជាអង្គឆុងតេមែនដែរឬក៏អត់ឥឡូវអ្នកទាំងពីរហ្នឹងក៏បានមករកវាយុម្ដងដែលវាយុឃើញធាវភ្លាមគេក៏មករកផ្លែតនឹងបានសួរនាំបន្ថែមផងដែរថាធាវហ្នឹងមករកគេមានការអីដែររួចធាវហ្នឹងមករកវាយុហ្នឹងមានការហ្នឹងហើយគឺធាវហ្នឹងគេចង់បានឈ្មោះវាយុដែលជាភាសាអង់គ្លេសក្នុងអំឡុងពេលនោះផងដែរវាយុហ្នឹងគឺរៀបទាំងសរសេរហើយប៉ុន្តែក៏បានត្រូវកាត់ច្បាប់បដ ாய் ពោលតបាល់មួយហ្នឹងក៏ហោះមកចំធាវទៅដូច្នេះហើយវាយុហ្នឹងក៏បានយកដៃហ្នឹងមករងហើយអត់ហ្នឹងគេក៏បានមករងធាវផងដែរប៉ុន្តែបាល់ហ្នឹងគឺត្រូវដៃវាយុដល់ថ្នាក់អាបិចគេកាន់នឹងដៃហ្នឹងគឺធ្លាក់ខ្ពកតែម្ដងដល់ពេលអញ្ចឹងធាវហ្នឹងក៏បញ្ឈប់ឲ្យវាយុហ្នឹងបាច់សរសេរទេព្រោះតែគេគិតថាដៃរបស់វាយុនឹងឈឺដល់ពេលអញ្ចឹងអក្សររបស់វាយុគឺពួកគេនឹងមិនបានដឹងទេអូយនៅសល់ម្នាក់ទៀតគឺជាបារ៉ាគីតាដោយម្នាក់ហ្នឹងមកខំនិយាយប្រវែងដានបារ៉ាគីតាហើយម្នាក់ទៀតក៏បានមកលួចយកសភៅរបស់បារ៉ាគីតានោះហើយអាក៏បន្ទាប់ពីបានសភៅហើយគេក៏បានយកទូរស័ព្ទមកថតក្រឹកលុះបន្ទាប់ពីថតរូបគេក៏បានផ្ដល់សញ្ញាឲ្យធាវថាការងារនឹងរួចរាល់ហើយទៅដូច្នេះហើយធាវនឹងក៏បានសុំលាជាមួយនឹងបារ៉ាគីតានឹងតែម្ដងប៉ុន្តែមានឯណាពេលនោះបារ៉ាគីតាក៏បានសួរឡើងនឹងបានសួរធាវថាមិត្តភក្តិរបស់ធាវនឹងគឺកំពុងតែធ្វើអីនៅក្នុងកតាបខ្លួនដល់ពេលអញ្ចឹងហើយអាចនឹងធាវក៏មានចាគៀងជាពុនពេកអ៊ូខំលួចគេឥឡូវម្ចាស់គេតាមទាន់បាត់ដល់ពេលអញ្ចឹងពួកគេធ្វើខ្លួនមិនត្រូវទេទៅអញ្ចឹងហើយពួកគេមិនដឹងរកពីអីតបមានតែសម្រាប់ចិត្តថាសុំលាជាមួយនឹងបារ៉ាគីតានឹងតែម្ដងលុះបន្ទាប់ពីបានអក្សរបារ៉ាគីតាហើយអ្នកទាំងពីរក៏បានមកពិនិត្យអក្សរនោះតែពួកគេនៅតែមើលមិនដឹងក៏ដែរថាពីណាគេគឺជាអង្គឆំតែមួយហ្នឹងព្រោះតែអក្សរនឹងពិបាកមើលខ្លាំងពេកទើបអាកាក៏បានផ្ដល់កំណត់ថាមិនមកឲ្យធាវនឹងទៅសួរអង្គចង់តែនឹងទៅឲ្យអង្គចង់តែនឹងប្រាប់តំងទៅថាគេគឺជាពីណាគេនឹងមិនចាំបាច់ឲ្យធាវនឹងមករកអង្គចង់តែនឹងទេវាថាគេឲ្យអង្គចង់តែនឹងបង្ហាញខ្លួនមកថាគេគឺជាពីណាគេអីអញ្ចឹងណាដើម្បីឲ្យគេនឹងងាយស្រួលរកមិនចាំឲ្យគេនឹងមកហត់រកអង្គចង់តែនឹងទេទើបលឺអញ្ចឹងហើយធាវនឹងក៏សម្រេចចិត្តថាសួរអង្គចង់តែនឹងតែម្ដងទៅហើយគេក៏បានសួរថា4នាក់នឹងតើនរណាគេជាអង្គចង់តែឲ្យប្រកាសលុះបន្តមកទៀតសាច់រឿងក៏កាត់បង្ហាញមកដល់ពេលយកពេលដែលធាវកំពុងតែលេងកាន់ទៅក្នុងបន្ទប់ខ្លួនឯងពេលនោះផងដែរក៏មាននរណាម្នាក់នឹងខំមកដល់ធាវដោយម្នាក់នោះផងដែរគឺមានឈ្មោះថាសាន់បងសាន់នឹងក៏បានសួរនាំសុខទុក្ខធាវថាធាវនឹងយ៉ាងម៉េចដែរនៅកន្លែងនោះទម្លាប់អត់បែរជាគាត់ចង់សំដៅទៅលើប្រទេសថៃនឹងឯងដូចធាវក៏បានតបវិញថាគេមានតែអីតែសំខាន់ណាស់ធាវក៏បាននិយាយរឿងប្រាប់ដែលនិយាយតាក់ទងពីអង្គសង្តេនឹងឯងនឹងឲ្យបងសាន់ម្នាក់នឹងជួយគិតគេមើលថាអ្នកដែលគេស្គាល់គឺមានតែម្នាក់ហើយចុះ3នាក់ទៀតតើគាត់នឹងចូលមកមានបំណងអីគេបងសាន់ក៏បានតបថានៅសពវិធីហ្នឹងគួរឲ្យចាប់អារម្មណ៍នឹងហើយបានគេចង់មករកហើយសម្បីតែខ្លួនរបស់គាត់ណាក៏នៅនឹកធាវនៅឡើយដែរហើយយើងមិនទាន់ដឹងពីតំណែងតំណងរវាងធាវហើយនឹងបងសាន់ហ្នឹងទេប៉ុន្តែបើសិនជាតទៅមុខទៀតក៏ប្រកាសជាដឹងហើយយើងកុំទាន់អាចគិតជាមួយនឹងរឿងបងសាន់អីយើងមកគិតជាមួយនឹងរឿងអាក់វិញហីព្រោះតែក្នុងអំឡុងពេលដែលធាវហ្នឹងកំពុងតែនិយាយទូរស័ព្ទអាក់ហ្នឹងគេកំពុងតែលួចមើលពីបន្ទប់របស់ខ្លួនឯងនិយាយនោះទៅគេចង់ដឹងថាធាវហ្នឹងកំពុងតែនិយាយទូរស័ព្ទជាមួយនឹងពីណាគេអញ្ចឹងណាកំពុងតែសម្លឹងចោះសម្លឹងឡើងពេលនៅផងដែរអាស័យបើហ្នឹងក៏បានចុះបន្ទប់អាក់
លួយអាក់ហ្នឹងក៏និយាយឡើងហេតុអីបានជឿបន្ទប់គេហ្នឹងមិនសុំការអនុញ្ញាតអាស័យបើហ្នឹងក៏បានតបបើសិនជាមិនសុំហ្នឹងបងឯងកុំលឺដែរព្រោះតែបងឯងកំពុងតែរវល់លួចមើលផ្ទះអ្នកផ្សេងរួយអាក់ហ្នឹងក៏បានប្រកែកបងកំពុងតែជួសក់តាបងមានបានមើលឯណាចុះបើសិនជាមើលហ្នឹងក៏មើលទៅអាស័យបើហ្នឹងមានថាអីណាព្រោះតែអាស័យបើមកហ្នឹងគឺមកណែនាំជាមួយនឹងផលិតផលមួយដោយរបស់នេះផងដែរទោះបីជាឆ្ងាយប៉ុណ្ណាក៏អាចមើលបានអាចមើលច្បាស់គ្រប់ទីកន្លែងដែលយើងចង់ឃើញហើយអាស័យបើហ្នឹងសង្ស័យនៅចិត្តចាអេមច្រើនពេកដល់ពេលអញ្ចឹងហើយចាផ្សាយពាណិជ្ជកម្មឡើងឡយតែម្ដងដល់ថ្នាក់អាក់ឡើងលន់មាត់ថាអាស័យបើហ្នឹងបកកែផ្សាយពាណិជ្ជកម្មអញ្ចឹងដូចជាអេមដែរហើយល្មមមកដូចជាអេមដែរហ្នឹងពួកអាស័យបើនៅចិត្តចាអេមរហូតដល់ពេលចាអេមហ្នឹងឡាយអីហ្នឹងហើយឥឡូវហ្នឹងអាក់មិនទាន់ចាប់អារម្មណ៍ជាមួយនឹងរបស់អាស័យបើទេតែអាស័យបើហ្នឹងសុំទុកកន្លែងហ្នឹងចោលបើសិនជាអាក់នឹងចាប់អារម្មណ៍ហើយអាក់ចង់ប្រើនៅពេលណានោះកុំភ្លេច scan ទូទាត់លុយឲ្យគេផងនេះហើយគេហៅថាកំពូលអ្នកលក់មែនលក់នៅក្នុងអនឡាញមិនគ្រប់ទេលក់ឲ្យបងប្អូនខ្លួនឯងហ្នឹងបន្ថែមទៀតព្រោះស្មានតែអាក់ហ្នឹងមិនចាប់អារម្មណ៍ជាមួយនឹងរបស់ហ្នឹងតាតាមពិតទេគេចេះតែមើលដែរហ្នឹងណាគេមើលអារបស់សុំបានឆ្ងាយនឹងរួចក៏បានមើលបន្ទប់ធៀវមុខហ្នឹងប្រហែលជាចង់ប្រើរបស់ហ្នឹងហើយតែប្រើដឹងតែចាយលុយជាមួយនឹងអាស័យបើឯណាអរគុណអ្នកទាំងអស់គ្នាសម្រាប់ការទស្សនាតាំងពីដើមរហូតដល់ពេលនេះចូលជាមួយនឹង admin នៅវីដេអូបន្ទាប់សวัสดีครับ